បាទសួស្តីអ្នកខ្លានទាំងអស់គ្នាថ្ងៃនេះយកមកបន្តសាច់រឿងអ្នកចម្បាំងលោហិតនាគរានជាបន្តទៅទៀតដោយផ្ដើមឡើងនៅក្នុងភាគទី16នេះលីនលីក៏បញ្ញាប់ធ្វើការបន្តឈាមទៅកាន់ដាវទៅមួយនេះប្រតិចាទៅលិនក៏បានប្រាប់ថាឲ្យលឿនទៅដកដាវនឹងចេញទៅគ្រាន់តែបន្តឈាមចប់ដាវនឹងវាក៏បានផុសឡើងអណ្ដែតឡើងទៅលើអាកាសហោះទៅហ្មងលីនលីក៏បានចាប់វាបន្តមកវាក៏បានកលឹងជុំវិញរាងកាយរបស់លីនលីប្រតិចានោះក៏បានស្រែងអាលិនអត់ធ្មត់បន្តិចទៅតែក្រោយមកនឹងដាវមួយនឹងវាក៏បានរំពាន់ចងជាខ្សែក្បាត់ចកេះទៅកាន់លីនលីតែម្ដងលីនលីគាត់ក៏ភ្ញាក់ផ្អើលដាវនេះតន់ម្លេះលតាទៅលិនតើវាជាអ្វីទៅប្រតិចាក៏បានប្រាំមើលទៅដាវទៅមួយនេះវាគឺមានប្រភពមកពីពិភពនរកចំពោះពិភពនរកត្រង់នេះគឺមិនមែនសំដៅទៅលើឋាននរកដែលនៅខាងក្រោមនោះទេណាអ្នកទាំងនេះវាគឺសំដៅទៅលើភពមួយដែលជាអាណាចក្រដែលខ្ពស់ជាងទ្វីបយូនឡាននេះទៅទៀតដោយដែលយើងបានដឹងនៅtrongភាពមុនអញ្ចឹងគឺថាវាជាភពថ្នាក់ខ្ពស់មួយក្នុងចំណោមពិភពកំពូលទាំង4ចំណែកឯទស្សនភាពនៅខាងក្រៅឡាងវិញពួកសត្វនាគទាំងអស់នេះវានៅតែរងចាំលីនលីនៅខាងក្រៅអញ្ចឹងកំពុងតែចាំសុកហ្នឹងគឺលីនលីស្ទុះចេញមកក្នុងលបឿនដ៏លឿនតែម្ដងជាមួយនឹងដាវតុនរបស់គាត់នៅក្នុងដៃឆ្វាច់យកបីក៏បានថាលបងធំពួកអាសត្វជីងចក់ទាំងអស់នេះមិនបានចនៅដេញតាមពួកយើងទៀតលីនលីមានដាវនេះនៅក្នុងដៃគឺថាគាត់ងាយស្រួលសម្លេះទៅកាន់ពួកវាខ្លាំងមែនទែនវាអាចបត់បែននិងពន្លូតបានថែមទៀតគ្រាន់តែមកដាវឆ្វាច់ហ្នឹងគឺសម្លេះពួកនាគទាំងអស់ហ្នឹងបានងាយស្រួលគាត់លោតទៅតោងលើនាគមកក្បាលនេះយកកំបិតរបស់គាត់ចាក់វាដើម្បីកាច់ចង្កូតឲ្យទៅបុកជាមួយនឹងអានាគធំមួយទៀតព្រោះភ្លើងចិញ្ចាចពេញហ្នឹងដុតបញ្ឆេះនៅនាគគ្នាវាអស់ប្រមាណអ្នកចឹងទៅហើយនាគមកហ្វូងទៀតក៏បានដេញតាមមកពីខាងក្រោយដោយមាននាគកម្រិត8មកក្បាលលីនលីក៏បានប្រើកំបិតខ្យល់ទៅវាក៏បានព្រុសភ្លើងឡើងទៅលើដុតគ្នាអញខ្ទេញបន្តមកទៀតលីនលីក៏បានស្ទុះទៅយ៉ាងលឿនលោតតោងទៅលើនាគកម្រិត8នឹងតែម្ដងចាក់មកកំបិតសំប៉ែតជ្រុញខណៈពេលដែលជិះវាបដើប្រើដាវថ្មីរបស់គាត់នឹងវាប្រហារទៅកាន់នាគទាំងអស់នឹងបដើវាក៏ព្យាយាមរើបំរាស់ដែរដើម្បីទម្លាក់លីនលីឲ្យជ្រុះប៉ុន្តែនៅពេលដែលវាទម្លាក់ខ្លួនឯងចុះមកក្រោមលីនលីមើលទៅក្រោយបន្តិចឃើញថាជុំវិញក៏មាននាគជាច្រើនផងដែរឆ្លៀតឱកាសនេះគាត់បានប្រើស្នៀតមួយពីដាវរបស់គាត់នឹងវាដូចជាបំលែងទៅជារំពាត់ដ៏វែងប្រមូលពេញអាកាសហើយសម្លេះទៅកាន់នាគទាំងអស់ហ្នឹងជាច្រើនធ្លាក់មកដល់ខាងក្រោមចាត់ការបន្តស៊ូមឹងឡុងវានៅខាងក្រោមវាក៏បានព្រុសភ្លើងទៅលីនលីបានឃើញគាត់លោតចេញដូច្នេះដុំភ្លើងហ្នឹងក៏បានត្រូវជាមួយនឹងនាគមកក្បាលមួយហ្នឹងធ្លាក់ខ្ពាកចុះមកក្រោមទៅលីនលីក៏បានប្រើច្រវាក់ខ្យល់របស់គាត់ចងទៅនឹងស៊ូមឹងឡុងយោងខ្លួនរបស់គាត់ក្រវ៉ាត់ឡើងទៅលើរួចហើយចុះមកវិញចាក់មកដាវជ្រុញស៊ូមឹងឡុងនេះក៏បានដេកដួលស្លេះដែរទៅនាគភ្លើងមកក្បាលនោះទៅតែងើបពីសន្លំឃើញលីនលីសាហាវពេញវាក៏បានដាក់មេប្រូចរត់យកតែម្ដងបុកភ្នំពេញហ្នឹងលបងធំអាចជីងចក់ភ្លើងនោះវារត់ទៅហើយលីនលីក៏ថាបដ វាទៅវាលែងអាចបង្កការគំរាមកំហែងមកដល់ពួកយើងទៀតហើយងាកមកកាន់នៅឯទីតាំងដមស្នាក់នៅរបស់លីនលីជាមួយនឹងបងប្អូនរបស់គាត់មានមនុស្សជាច្រើនមករមមើលហើយពួកគេហ្នឹងគឺកំពុងតែរមមើលទៅលើរូបចម្លាក់របស់លីនលីដែលត្រូវបានគ្របដោយក្រណាត់មួយនេះហ្នឹងឯងម្នាក់នេះគេបានដើរមកថ្ងៃនេះមានរឿងអីទៅមិនបានជាមនុស្សច្រើនម្ល៉េះខ្ញុំឮថាលីនលីគេបានឆ្លាក់រូបចម្លាក់មួយបានជាមនុស្សជាច្រើនមកមើលបែបនេះមានអីគួរចាប់អារម្មណ៍ទៅធ្វើដូចជាមិនដែលឃើញចឹងតោះទៅមើលសិស្សស្រីម្នាក់នេះក៏បាននិយាយទៅកាន់លបងទី2ឆៅជើថារូបចម្លាក់មែនទេមិនបានជាអាចកំបាំងម្ល៉េះចាំបាច់បិទបាំងវាធ្វើមកបង្ហាញវាមកពួកយើងចង់មើលដែរឆៅជើក៏បានបដិសេធមិនអាចទេពួកយើងបានសន្យាជាមួយនឹងលីនលីហើយយើងត្រូវតែការពាររូបចម្លាក់របស់គេត្រូវតែរងចាំរហូតដល់គេត្រឡប់មកវិញទើបអាចមើលបានសិស្សប្រុសម្នាក់អំបញ្ញមិញក៏បានដើរចូលមកលីនលីហ្នឹងគេគិតថាខ្លួនឯងជាស្អីទៅតើជាគ្រូចម្លាក់ប្រភេទអីទៅប្រមាថម្នាក់នេះត្រូវហើយត្រឹមជាស្នាដៃរបស់សិស្សម្នាក់សោះតើវាអស្ចារ្យប៉ុណ្ណាទៅខ្ញុំគិតថាស្នាដៃរបស់នាយកមេយ័រក៏គាត់មិនធ្វើអីធំដុំបែបនេះនោះដែរស្រាប់តែនិយាយចប់ហ្នឹងក៏លោកម្ចាស់ម្នាក់គាត់ក៏បានដើរចូលមកពិតជាចាប់អារម្មណ៍មែនទែនសួរថាតើនេះជាស្នាដៃរបស់លីនលីមែនទេសិស្សទាំងអស់នោះក៏បានភ្ញាក់ផ្អើលនោះគឺជានាយកមេយ័រពិតមែននឹកដើមដង្ហើមដល់តែម្ដងលោកនាយកមេយ័រគាត់ក៏បានប្រាប់ថាគាត់តែងតែចូលចិត្តស្នាដៃរបស់លីនលីណាយេឡូគាត់ក៏មិនបានបដិសេធនោះទេបើសិនជានាយកមេយ័រទៅហើយច្បាស់ណាស់គ្មានបញ្ហានោះទេយេឡូក៏បានបើកផ្ទាំងកណាត់ចេញបង្ហាញនៅសម្រស់ដ៏ស្រស់ស្អាតនៃចម្លាក់ដែលលីនលីបានឆ្លាក់ដោយការជឿចាំគ្រាន់តែបានឃើញភ្លាមហ្នឹងអ្នកដែលបានមើលស្រាលអំបញ្ញមិញហ្នឹងបើកភ្នែករបស់ពួកគេហ្នឹងធំតែម្ដងជាពិសេសគឺជាលបងកម៉ាប់ម្នាក់នេះផ្ដល់ជូននៅនាមប័ណ្ណតែម្ដងខ្ញុំសុំបងរូបចម្លាក់មួយនេះវាល្អខ្ចោះពេកហើយលក់វាមកខ្ញុំហ្មងរីឯលោកប្រធានមេយ័រគាត់កំពុងតែមើលមកជុំទៀតពិនិត្យមើលដិតដល់ខ្លាំងមែនទែនសរសើរថាគេពិតជាមនុស្សដែលប៉ាកែឆ្លាក់ថ្មម្នាក់ពិតមែនទេពកសលនេះគឺអាចប្រៀបធៀបទៅនឹងហូឡូខឺស៊ឺបាត់ទៅហើយលៃណូក៏បានសួរលោកប្រធានមេយ័រតើស្នាដៃនេះនៅក្នុងកម្រិតណាដែរទេលោកប្រធានមេយ័រក៏បានប្រាប់ថាគាត់មិននិយាយបំភ្លើសនោះទេបើនិយាយតាមត្រង់ទៅចម្លាក់មួយនេះគឺអាចប្រៀបធៀបទៅនឹងស្នាដៃចម្លាក់ថ្មកំពូលទាំង10បាត់ទៅហើយបងប្អូនរបស់លីនលីក៏ថាសប្បាយចិត្តតែម្ដងរីឯប្រូកម៉ាប់នោះស្ដាយក្រោយខ្លាំងមែនទែនមិនបានជាខ្ញុំមិនទិញវាមុនទៅអ្នកដែលបានមើលស្រាលមកនោះពិតជាមិនជឿថាវាពិតជាអាចប្រៀបធៀបទៅនឹងចម្លាក់ថ្មកំពូលទាំង10អ្នកគ្រប់គ្រងនៅក្នុងសាលសារមន្ទីរគាត់ក៏បានចេញមកថាបើសិនបើអាចតើពួកគាត់នឹងអាចបកលចម្លាក់មួយនេះទុកឲ្យគាត់ជាអ្នកដោះស្រាយជូនបានដែរទេគាត់ធានាថានឹងអាចដាក់លក់នៅក្នុងតម្លៃដែលស័ក្តិសមជាមួយនឹងស្នាដៃមួយនេះយេឡូតើលោកអាចជួយសម្រេច
ច់ចិត្តជំនួសលីនលៃបានដែរទេឲ្យសារមន្ទីរពលខឺសឺរបស់យើងលក់ចម្លាក់ថ្មនេះទេយេឡូក៏សូមអធិស្ឋានព្រោះគេមិនអាចសម្រេចចិត្តលើរឿងនេះបាននោះទេត្រូវតែរងចាំដល់លីនលៃត្រឡប់មកវិញនឹកដាំដង្ហើមដល់លីនលៃក៏បានស្រែកពីខាងក្រៅមកថាចម្លាក់នេះគឺមិនសម្រាប់លក់នោះទេគ្រប់គ្នាគ្រាន់តែលឺនឹងក៏ភ្ញាក់ផ្អើលដែរធ្វើដៃល្អបែបនេះមិនបានជាគេមិនលក់អ្នកគ្រប់គ្រងក៏បានថាហេតុអីទេចុះការតាំងពីពណ៌វិញលីនលៃសូមឲ្យសារមន្ទីរពលខឺសឺរបស់យើងដាក់តាំងស្នាដៃដ៏អស្ចារ្យរបស់លោកនេះទេវាដូចជាមិនមែនបញ្ហាធំដុំទេមែនទេលីនលៃក៏បានសុំអភ័យទោសគាត់មិនទាន់ចង់ដាក់បង្ហាញស្នាដៃចម្លាក់ភ្ញាក់ពីសុបិនរបស់គាត់នេះជាសាធារណៈនៅឡើយនោះទេនាយកមេយ័រគាត់ក៏បានលើកដៃបញ្ឈប់ទៅថាមិនអីនោះទេពេលណាដែលលីនលៃបដូរចិត្តគឺអាចទៅរកគាត់បានគាត់ស្វាគមន៍គ្រប់ពេលហើយគាត់ក៏សុំលាលីនលៃត្រង់ហ្នឹងទៅគ្រប់គ្នាក៏បានចែកផ្លូវគ្នាបន្តមកទៀតនៅពេលដែលញ៉ាំអីជុំគ្នាលីនលៃក៏បានសួរទៅកាន់យេឡូលបងធំតើមានដំណឹងអំពីកំបិតប្រយុទ្ធសម្រាប់រង្គាលនោះដែរទេយេឡូប្រាប់ថាមិនទាន់មានដំណឹងនៅឡើយនោះទេប៉ុន្តែកុំបារម្ភអីយើងបានដាក់បញ្ជាទៅហើយពេលដែលទទួលដំណឹងយើងនឹងប្រាប់ឯងភ្លាមលីណូក៏បានប្រាប់ថាបងទី3ពីពេលថ្ងៃទៀតទីគឺស៊ីគេនឹងរៀបចំការប្រឡងជាអ្នកប្រើវេទមន្តកម្រិត6ហើយមានពាក្យចាំរាមកំពុងតែនិយាយតគ្នាថាបងទី3មិនប្រកែកដូចជាទីគឺស៊ីនោះទេតាមពិតទៅលបងបានឈានដល់កម្រិត6បាត់ទៅហើយនឹងគ្រាន់តែលបងខកខានក្នុងការប្រឡងដោយសារតែលបងទៅកាន់ភ្នំសันវេទមន្តឆាវជឺក៏បានប្រាប់ថាត្រូវឲ្យបងទី3មិនយូរប្រហែលដែរលពូហ៊ីលមែនក៏បានមករកឯងដែរនៅឯសាលានៅពេលហ្នឹងយេឡូអីហ្នឹងក៏បានប្រាប់ទៅកាន់លពូហ៊ីលមែនថាលីនលៃទៅកាន់ភ្នំសันវេទមន្តលីនលៃក៏សួរបន្តថាតើគាត់មកហ្នឹងមានការអីទៅគាត់ក៏ប្រាប់ថាគ្មានអីច្រើនទេគ្រាន់តែព្រួយបារម្ភអំពីលីនលៃប៉ុណ្ណោះព្រោះលីនលៃអត់បានទៅផ្ទះវិញនៅថ្ងៃចូលឆ្នាំឥឡូវលីនលៃមើលទៅមានតែគាត់បញ្ញាប់ត្រឡប់ទៅវិញឲ្យបានឆាប់នោះទេបើសិនបើដំណឹងដែលគាត់អាចខ្លាយទៅជាអ្នកចម្បាំងលោហិតនាគរាជបានទៅជោគជ័យបានដឹងទៅដល់ប៉ារបស់គាត់ប្រកាសជាសប្បាយចិត្តខ្លាំងជាមិនខាននោះទេលបងធំបងទី2អូនទី4មានរឿងមួយដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាខ្ញុំក៏នឹងធ្វើការប្រឡងជាគ្រូវេទមន្តកម្រិតទី6ផងដែរមិនត្រឹមតែប៉ុណ្ណោះគាត់នឹងដាក់ពាក្យធ្វើការបញ្ចប់ការសិក្សាលើបែបហ្នឹងបងប្អូនគាត់ទាំង3ក៏ភ្ញាក់ផ្អើលតែម្ដងងាកមកកាន់វេទិកានៃការប្រឡងជាគ្រូវេទមន្តកម្រិតទី6ថ្ងៃនេះគឺជាថ្ងៃប្រឡងរបស់ទីគឺស៊ីលោកគ្រូក៏បានណែនាំថាទីគឺស៊ីការប្រឡងកម្រិតទី6គឺវាអស្ចារ្យណាស់ពួកយើងនឹងក៏ហៅនៅសត្វវេទមន្តកម្រិត6មកប្រយុទ្ធជាមួយនឹងឯងបើសិនបើឯងអាចយកឈ្នះបានឯងគឺប្រឡងជាប់ហើយប៉ុន្តែឯងនឹងរងរបួសបើឯងចង់ប្រយុទ្ធជាមួយនឹងសត្វវេទមន្តរហូតដល់4ក្បាលក្នុងពេលតែមួយនោះទីគឺស៊ីគេនៅតែនិយាយដដែលថាខ្ញុំចង់ប្រយុទ្ធជាមួយនឹងសត្វវេទមន្តចំនួន4គ្រប់គ្នាភ្ញាក់ផ្អើលលោកគ្រូក៏បានបញ្ជាក់ថាការប្រឡងនេះវាមិនមែនជារឿងលេងសើចនោះទេណាឯងគិតវាច្បាស់ហើយនៅលោកគ្រូគ្មានបញ្ហានោះទេត្រឹមតែ4ក្បាលប៉ុណ្ណោះលោកគ្រូក៏បានមើលទៅកាន់នាយកក៏បានយល់ព្រមលោកគ្រូក៏បានបើកនៅក្បួនដើម្បីកោះហៅសត្វវេទមន្តកម្រិត6ចំនួន4ក្បាលតាមការសំណូមពរសត្វទាំងអស់ហ្នឹងបានធ្វើការបើកឆាកប្រយុទ្ធគ្នាជាមួយនឹងទាគឺស៊ីសិស្សទាំងអស់ខ្ញុំបានមើលច្រឡំទេសត្វវេទមន្តកម្រិត6ចំនួន4ក្បាលព្រះជាម្ចាស់ហើយគេជាមនុស្សដែរទេលោកគ្រូគាត់បានមើលបដានិងបានគិតថាសាលារបស់យើងខានបានកោះហៅនៅសត្វវេទមន្តចំនួន4ក្នុងការប្រឡងជាយូរមកហើយពេលនោះទាគឺស៊ីគេក៏បានថយក្រោយបន្តិចរៀងពិបាកទប់ទល់ដែរប៉ុន្តែគេបានប្រើវេទមន្តខ្យល់វាយប្រហារទៅបន្តប៉ុន្តែសត្វនាគមួយក្បាលក៏បានខ្ញៅធ្វើឲ្យទាគឺស៊ីគេរងរបួសស្មាក្រោយពីប្រឹងជំលះវាចេញធ្វើឲ្យខ្លួនឯងថយក្រោយបន្តិចមិនកើតទេសត្វទាំងអស់នេះពិបាកដោះស្រាយជាងអ្វីដែលខ្ញុំសម័យទៅទៀតខ្ញុំមានតែប្រើស្នៀតនោះប៉ុណ្ណោះបន្ទាប់ពីគិតចំវេទមន្តខ្យល់ក៏បានផ្ទុះឡើងវាបានប្រមូលផ្ដុំបង្កើតទៅជាព្យុះនៃវេទមន្តខ្យល់ដ៏ធំសម្បើមរីឯសត្វវេទមន្តទាំង4ឯនោះវិញក៏ត្រូវបានបតិសិននៅក្នុងព្យុះនេះទីគឺស៊ីគេហាក់ដូចជាប្រឹងខ្លាំងមែនទែនបន្ទាប់ពីមួយសន្ទុះសត្វទាំងអស់វាក៏បានធ្លាក់មកខ្ពៀទីគឺស៊ីផ្ទាល់ក៏បានអស់កម្លាំងនាយកក៏បានថាប្រយុទ្ធជាមួយនឹងសត្វចម្លែកវេទមន្តកម្រិត6ចំនួន4ក្បាលក្នុងពេលតែមួយហើយក៏ប្រើនៅវេទមន្តមួយនោះផងដែរវាគឺជាអភូតហេតុរួចទៅហើយនៅតែអាចក្រោកឈរបានការប្រឡងគឺបានបញ្ចប់ដោយជោគជ័យសិស្សគ្រប់គ្នាក៏បានហូរអោយខ្លាំងមែនទែនមើលទៅដូចជាសបោ fan ដល់ហើយអបិទីគឺស៊ីម្នាក់នេះពេលនោះលីនលៃក៏បានដើរកាន់ទីលីយ៉ាផងដែរនាងក៏បានហៅគាត់ពីព្រោះនាងខានបានឃើញគាត់ជាយូរមកហើយគាត់គ្រាន់តែមើលនាងបន្តិចរួចហើយក៏បានបន្តដំណើរទៅមកជ្រោះគ្នាជាមួយនឹងទីគឺស៊ីគេក៏បានផ្ដាំលីនលៃឲ្យប្រយ័ត្នព្រោះថាសត្វទាំងអស់ហ្នឹងវាមិនងាយស្រួលក្នុងការចាត់ការនោះទេលីនលៃក៏បានងក់ក្បាលឡើងទៅកាន់វេទិកាហើយសិស្សស្រីពីរនាក់នេះមើលស្រាលទៅកាន់លីនលៃខ្លាំងមែនទែនលីនលៃក៏មកធ្វើតេស្តសាកល្បងដែរមើលទៅគ្រាន់តែចេញមកធ្វើលយប៉ុណ្ណោះគិតថាលីនលៃចំណែននៅពេលដែលឃើញទីគឺស៊ីប្រឡងជាប់អញ្ចឹងទៅធ្វើជាទៅធ្វើតេស្តដើម្បីធ្វើឯងលយអីចឹងទៅលោកគ្រូក៏បានសួរលីនលៃយើងនឹងក៏ហៅសត្វវេទមន្តចំនួន1តាមម៉េចឯងចង់បាន4ដែរលីនលៃក៏បានលើកដៃម្រាម5តែលោកគ្រូនឹងគាត់ថាដូចជាមើលស្រាលដល់ហើយលីនលៃនេះជាការសាកល្បងមិនមែនជាកន្លែងដែលឯងមកអួតអាងនោះទេណាលីនលៃមិនបានខ្វល់នោះទេគាត់ប្រាប់ថាខ្ញុំត្រូវការ10ក្បាលគ្រាន់តែបានលើបែបនេះសូម្បីតែនាយកគាត់ក៏ចាប់អារម្មណ៍ផងដែរទាំងសិស្សទាំងគ្រូនឹងគឺថាភ្ញាក់ផ្អើលតែម្ដងលោកគ្រូក៏យល់ព្រមគាត់នឹងធ្វើការកោះហៅប៉ុន្តែទោះបីជាលីនលៃចង់ប្រកួតក៏ដោយគាត់មិនអាចបង្កើតនៅក្បួនវេទមន្តដើម្បីកោះហៅបានតនោះទេប៉ុន្តែនាយកគាត់ក៏បាននិយាយថាទុកឲ្យគាត់ជាអ្នកធ្វើលីនលៃខ្ញុំជាអ្នកសម្របសម្រួលក្នុងការធ្វើតេស្តសាកល្បងរបស់ឯងទៅចុះយ៉ាងម៉េចដែរលីនលៃថាពិតជាល្អណាស់រួចហើយនាយកក៏បានប្រើវេទមន្តបង្កើតទៅជាច្រក portal មួយហើយសត្វវេទមន្តចំនួន10
ក្បាលក៏បានហោះចេញមកមានទាំងសត្វនៅលើដីនិងសត្វដែលហោះហើរនៅលើអាកាស10ក្បាលក្នុងពេលជាមួយគ្នាមើលស្រាលលីនលៃស្គាល់លីនលៃតិចពេកហើយគ្រាន់តែចាប់ផ្ដើមលីនលៃប្រើវេទមន្តខ្យល់អណ្ដែតឡើងទៅលើអាកាសគ្រប់គ្នាគ្រាន់តែឃើញវេទមន្តដែលលីនលៃប្រើប្រាស់នេះពួកគេក៏ភ្ញាក់ផ្អើលនេះមិនមែនជាវេទមន្តកម្រិត6នោះទេខ្ញុំមិនមែនមើលច្រឡំទេលៃណូភ្ញាក់ផ្អើលថានេះបងទី3គឺជាអ្នកប្រើវេទមន្តកម្រិត7ហើយតាមពិតទៅគ្នាយើងនៅភាគមុនពេលដែលព្រឹត្តិការណ៍ទៅលីនប្រាប់លីនលៃហ្នឹងគឺបងប្អូនទាំង3អត់បានដឹងនោះទេឮតែលីនលៃហើយនឹងព្រឹត្តិការណ៍ប៉ុណ្ណោះទាំងដែលតាមពិតលីនលៃគឺឈានដល់កម្រិត7តាំងពីមុនគាត់ទៅយកស្មៅបេះដូងខៀវទៅទៀតនៅកំឡុងពេលដែលបន្តហោះគេពីហ្វូងរបស់សត្វវេទមន្តទាំងអស់លីនលៃប្រើវេទមន្តខ្យល់ដាក់នៅលើជើងអណ្ដែនបានយ៉ាងសេរីនៅទីអាកាសលោតជិះទៅលើសត្វវេទមន្តមួយក្បាលប្រើកាំបិតខ្យល់បន្តកម្មជិះសត្វស្លាបទាំងអស់នឹងបណ្ដើរវាប្រហារទៅកាន់ពួកវាបណ្ដើរឆាបពេញទីលានលោកគ្រូក៏ភ្ញាក់ផ្អើលលីនលៃអាចចាត់ទុកថាជាអ្នកប្រើវេទមន្តខ្លាំងបំផុតម្នាក់នៅទ្វីបយូឡានទាំងមូលហើយលីនលៃកំឡុងពេលជិះសត្វស្លាបទាំងអស់ហ្នឹងគាត់ក៏បានសម័យដល់ស្នៀតមួយដែលគាត់ប្រើប្រាស់ជាមួយនឹងដាវទឹករបស់គាត់ទម្លាក់ខ្លួនចុះមកក្រោមបង្កើតទៅជាច្រវាក់កាំបិតខ្យល់រមូលជុំវិញអាកាសសម្លេះទៅកាន់សត្វស្លាបទាំងអស់ហ្នឹងខ្ទេចបាត់ទៅចុះមកក្រោមបង្កើតជាបន្លាដីបង្ហើយទៅដល់សត្វនាគស៊ូមឹងឡុងទាំង5ក្បាលដែលនៅសេសសល់រួចជាការស្រេញឈរនៅលើបន្លាថ្មជះរៀងយ៉ាងសង្ហាលោកគ្រូម្នាក់គិតថាគេមានអាយុត្រឹមតែ18ឆ្នាំមិនចាំបាច់រាប់ចូលពីវិមានបរិសុទ្ធនៃទ្វីបយូឡានទេកម្លាំងរបស់លីនលៃនេះគឺអាចរាប់ចាត់ទុកថានៅក្នុងកម្រិតនៃអ្នកខ្លាំងបាត់ទៅហើយចុះមកវិញនាយកក៏បានសរសើរត្រូវហើយល្អណាស់ជាមួយនឹងលក្ខណៈសម្បត្តិរបស់ឯងអាចក្លាយទៅជាអ្នកប្រើវេទមន្តកម្រិត9បានដោយជាគ្មានបញ្ហានោះទេសូម្បីតែឯងឈានទៅដល់កម្រិតបរិសុទ្ធទៀតក៏ថាបានដែរហើយអ្វីដែលឯងត្រូវការគ្រាន់តែជាពេលវេលាប៉ុណ្ណោះទីគឺសៀនោះវិញនៅពេលដែលបានឃើញលីនលៃខ្លាំងបែបនេះគេក៏ហាក់ដូចជាអន់ចិត្តចំពោះខ្លួនឯងផងដែរប្រាប់ទៅកាន់ទីលីយ៉ាថាគាត់នឹងដាក់ពាក្យបញ្ចប់ការសិក្សាទីលីយ៉ានាងក៏បានសួរឥឡូវនេះត្រូវហើយបងត្រូវត្រឡប់ទៅកាន់ចក្រភពវិញឲ្យបានឆាប់តាមដែលធ្វើទៅបានដើម្បីពង្រឹងជំនាញរបស់បងពេលដែលលីនលៃត្រឡប់មកវិញទីលីយ៉ានាងក៏បានសរសើរទៅកាន់លីនលៃថាពិតជាមិននឹកស្មានដល់ថាលីនលៃធ្វើបានបែបនេះលីនលៃក៏បានលើកទឹកចិត្តទៅនាងដរាបណាឲ្យតែយើងមានការតាំងចិត្តឬក៏មានអ្វីមួយដែលយើងចង់ការពារនាងក៏អាចធ្វើបានដូចគ្នាដែរទីលីយ៉ានាងក៏បានគិតថានាងមិនអាចប្រៀបធៀបជាមួយនឹងពួកគាត់ទាំងពីរបាននោះទេនាងនៅឆ្ងាយពីពួកគាត់ទាំងពីរណាស់ប៉ុន្តែលីនលៃមិនគិតអញ្ចឹងនោះទេសម្រាប់គាត់ទីលីយ៉ានាងគឺជាមនុស្សស្រីដ៏អស្ចារ្យម្នាក់ហើយវាពិតជាអាចទៅរួញនិយាយលើកទឹកចិត្តទៅកាន់កូនកំមុំគេឯងបែរជាអិនខ្លួនឯងរួចហើយក៏សុំលានាងទៅសាច់រឿងនៅក្នុងភាគទី16ក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណេះកុំភ្លេចជួយចុច like និង subscribe ឲ្យ admin ម្នាក់មួយផងយើងចាំជួបគ្នានៅវីដេអូក្រោយ